Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះវិលត្រឡប់ជួបគ្នាសារជាថ្មីម្ដងទៀតហើយខ្ញុំឃើញ comment បងប្អូនជាច្រើននៅវីដេអូរបៀបរកលុយតាម FALS ឥឡូវថ្ងៃនេះខ្ញុំនឹងធ្វើបទបង្ហាញដើម្បីប្រាប់ពីបងប្អូនរបៀបចុះឈ្មោះរបៀបធ្វើយ៉ាងម៉េចទើបតែយើងអាចរកលុយបាននៅក្នុង app នោះតោះឥឡូវសូមទស្សនាបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងប្រាប់ពីរបៀបចុះឈ្មោះនៅ app ALS ទាំងអស់គ្នាចឹងសម្រាប់បងប្អូនអ្នកដែលអត់ទាន់មាន app នេះយើងអាចទៅ download នៅក្នុង App Store ឬក៏ Play Store បើបងប្អូនមាន Android យើងអាច download នៅក្នុង Play Store បើបងប្អូនមាន iOS អាច download នៅក្នុង App Store បានតោះឥឡូវសូមកុំបង្អង់យូរសូមទៅទស្សនាទាំងអស់គ្នាចឹងរបៀប download គឺអ្នកដែលប្រើ Android យើងចូល Play Store មកហើយយើងវាយពាក្យថា ALS នៅពេលដែលយើងវាយរួចវានឹង load ជា app បែបនេះអញ្ចឹងយើង select យក app បែបនេះមកនេះហើយវាចេញទម្រង់បែបនេះមានន័យថាខ្ញុំបាន download វារួចហើយអញ្ចឹងអ្នកដែលអត់ទាន់ download ទេយើងចុច download មក install វាមកពេលពេញយើងចុចបើកនេះខ្ញុំ download ពេញហើយអញ្ចឹងខ្ញុំបើកវាតែម្ដងបាទមកហើយយើងចុច allow ចុច allow យ៉ាងមកនៅពេលចេញមកទម្រង់បែបនេះមានន័យថានេះអាមួយ sign in អាមួយ sign up អញ្ចឹងអា sign up វាអត់ load សញ្ញាពណ៌ខៀវនោះមានន័យថាសម្រាប់អ្នកដែលចុះឈ្មោះហើយយើងចុច sign up ហ្នឹងមកចុចគ្រាន់តែបញ្ចូល email ហើយនិង password មកជាការស្រេចអញ្ចឹងអ្នកដែលអត់ទាន់បានចុះឈ្មោះនោះទេយើងទៅចុច sign up សិនមកតោះ let's go វាចេញទម្រង់បែបនេះអញ្ចឹងវានឹងឲ្យយើងសរសេរឈ្មោះសិនមកឈ្មោះយើងដាក់ឈ្មោះគេឈ្មោះគួយកងមកគួយកងមកហើយ last name តកោយើងដាក់អីគេយើងដាក់ឈ្មោះមកអានណាតកោយើងដាក់ឈ្មោះយ៉ាងមកហើយ username យើងប្រើលក្ខណៈដូចជា Telegram ដែរមកយើងដាក់មកយើងដាក់បានទេបាទ Gmail យើងដាក់មក Gmail នៅទូរស័ព្ទយើងដាក់មួយណាយើងប្រើមួយហ្នឹងមកយើងងាយស្រួលចាំអញ្ចឹងខ្ញុំនេះគ្រាន់តែជាឧទាហរណ៍ឲ្យបងប្អូនទាំងអស់គ្នាបានមើលទេអញ្ចឹងខ្ញុំដាក់មកខ្ញុំចិត្តដាក់សិនទេ@gmail.com ហើយ password យើងដាក់ត្រូវចាំខ្លួនឯងមកហើយនៅពេលដែលនេះរួចយើងត្រូវតែចុច sign up អូខេបើយើងចង់ save ចូលនៅទូរស័ព្ទហ្មងយើង save ទៅបើយើងបាច់ចាំ save ទេយើងបាច់ចាំ save ទេខ្ញុំ cancel ខ្ញុំបាច់ទេអញ្ចឹងយើងត្រូវពេញយើង page គេអញ្ចឹងយើងពេញ page ណាប្រុសឬក៏ស្រីយើងដាក់មកហើយខែឆ្នាំកំណើតយើងដាក់ខែគេយើងដាក់ខែនេះមកថ្ងៃទីម៉ានថ្ងៃទី6ឆ្នាំ1900ម៉ានដាក់មកនេះយើងដាក់មកយើង select មកអញ្ចឹងខ្ញុំ1995ហើយនៅពេលដែលយើងពេញទម្រង់នឹងពេញអស់យើងត្រូវចុចសញ្ញា create ហើយចុច sign up មកវានឹងចេញទម្រង់បែបនេះលក្ខណៈ profile ហើយនេះគេថា welcome គួយកងអាងអញ្ចឹងយើងដាក់មកហើយចុចយករូបភាពបងប្អូនចូលរូបភាពមកចូលរូបភាពបងប្អូនដាក់មកនេះដាក់បែបទម្រង់មិនក៏បានដែរអញ្ចឹងខ្ញុំគាត់ឧទាហរណ៍ដាក់រូបអីមួយសិនរូបតុក្កតាមួយនេះវានឹងចេញទម្រង់នេះវាដាក់ upload រួចហើយយើងចុច start វាថា error something wrong អូខេនេះ it's okay នេះទេមកចេញដាក់ប្រទេសគេអញ្ចឹងយើង select មកយើងនៅណាយើងសប្តាហ៍ថ្ងៃយើងនៅប្រទេសកម្ពុជាយើងដាក់នៅប្រទេសកម្ពុជាមកអញ្ចឹងយើង select ពាក្យថា Cambodia មកនេះបកហើយបច្ចុប្បន្ននៅណាបច្ចុប្បន្នយើងនៅភ្នំពេញយើងដាក់នៅភ្នំពេញដាក់ភ្នំពេញ hometown នៅណាយើងដាក់នៅកំពង់ចាមយើងដាក់កំពង់ចាមមកចឹងបើយើងធ្វើការយើងដាក់ធ្វើការបើយើងជាសិស្សយើងដាក់ជាសិស្សបើអត់ការងារទេយើងដាក់អត់ការងារទេអញ្ចឹងខ្ញុំដាក់ខ្ញុំជាសិស្សតែ student workplace no website ក៏ no ដែរហើយខ្ញុំរៀន Chinese ស្លាយគេ AEU មកគេដាក់ AEU មកយើងរៀននៅសាលាណាដាក់សាលាហ្នឹងមករៀននៅសាកលវិទ្យាល័យណាដាក់សាកលវិទ្យាល័យហ្នឹងមករៀននៅ high school ណាដាក់ high school ហ្នឹងមកបងប្អូនអញ្ចឹង class អញ្ចឹងយើងដាក់ have ហើយចុចនេះទៀតនេះមានថា add friend
Chị sẽ lấy chất finishមកសូមរងចាំបន្តិចមកវាព្រួយwow វាព្រួយតើបងប្អូនអញ្ចឹងវាបង្កើត account បានមួយហើយអញ្ចឹងអា Gmail password មិញបងប្អូនត្រូវតែចងចាំវាណាដើម្បីយើង login វាចូលសាក្រោយហើយយើងចូលមើលមកខាងនេះមក account របស់យើងនេះពេលបង្កើតបានវាចេញចម្រងកាបូបលុយហើយនឹងខ្វាច់អញ្ចឹងយើងនឹងចុចមើលនៅខាងក្រោម profile មកហើយយើងមើលនេះអក្សរដែលគេគូបន្ទាត់ឆ្នោតកតាណាមានន័យថាយើងបំពេញវាត្រឹមត្រូវតាមលក្ខខណ្ឌរបស់គេអាផ្សេង QQ អត់មានសញ្ញាបន្ទាត់គូកតាណាមានន័យថាអត់ទាន់ពេញគ្រប់ត្រូវគ្រប់គ្រាន់ទេយើងត្រូវពេញដល់យើងត្រូវដាក់អីមកយើងពេញអស់យើងដាក់ cover ទេមិញ cover យើងដាក់ cover មកហើយទៅនេះ add គេ add website យើងអត់មាននេះយើងអត់មានអត់ណា website ឧទាហរណ៍យើងចេះដាក់មកដាក់ចាំមកជាដាក់ចាំមកពឹប must be select country country ដាក់មកCambodia single យើង single មកចាំប៉ុណ្ណឹងចាំបបសារត្រូវទេចាបើយើងអត់មានដាក់ no មកនៅ website យើងប្រើយើង copy link TikTok ឬក៏ Facebook របស់យើងហើយឬក៏ YouTube របស់យើងដាក់នៅហ្នឹងមកបងប្អូនដោយសារតែខ្ញុំមានហើយខ្ញុំបាច់ចាំមកទៅ copy ទៀតទេខ្ញុំ cancel វាចោលនេះយើងចូលនេះមកទីមក relationship អាមិនដែរអញ្ចឹងបងប្អូនពេញតាមហ្នឹងមកដល់ពេលបងប្អូនពេញចប់អស់បងប្អូនថយក្រោយមកវាចូលទៅមកឈុតទៀតមកប្រាក់ទៀតនេះយើងចូលទៅ account setting ហើយយើងប្រើពាក្យ verification យើងចូលហ្នឹងដើម្បី verify account យើងទៅ blue tick អញ្ចឹងអា column ទី1ហ្នឹងគឺយើងថតរូបសៀនយើងមកដាក់នៅហ្នឹងមកអាទី2ហ្នឹងយើងភ្ជាប់ជាមួយនឹង passport ឬក៏ ID តាសញ្ញាប័ណ្ណហ្នឹងវាខាងក្រោម additional information ណាព័ត៌មានទូទៅអំពីខ្លួនយើងសរសេរប្រាប់គេនៅហ្នឹងមកយើងរងចាំមួយថ្ងៃឬក៏2ថ្ងៃបានគេ approve ឲ្យអញ្ចឹងគេ check មើលឲ្យគេ approve ឲ្យបើវាត្រឹមត្រូវគេនឹង approve account ហ្នឹងទៅ blue tick យើងរកលុយបានត្រឹមត្រូវចឹងបងប្អូនហើយទម្រង់បែបនេះមានន័យថាលក្ខណៈវាដូច Facebook ដែរចឹងបងប្អូនវាមាន page វាមានអីទាំងអស់ដូចគ្នាអញ្ចឹងគោលការណ៍គ្រាន់តែវា app នេះវាប្រើប្រាស់វា slow តិចប៉ុន្តែវាអាចរកលុយបានទៅតាមអ្វីដែលបងប្អូនប្រើប្រាស់ត្រឹមត្រូវអញ្ចឹងណាហើយពេលយើងផុសវីដេអូឬក៏រូបភាពវានឹងទទួលបានខ្វាន់នៅទីនេះណាខ្វាន់ហ្នឹងអញ្ចឹងពេលបងប្អូនចុះឈ្មោះជោគជ័យហើយបងប្អូនអាចសាក់លេងសាក់មើលទៅវាយ៉ាងម៉េចយ៉ាងម៉ាបងប្អូនអាច feedback ឲ្យខ្ញុំផងអរគុណបាយបាយ